ជំរាបសួរបងប្អូនទាំងអស់គ្នាកាលពីមុនខ្ញុំក៏មានបំណងចង់រៀបអង្គាសថវិកាដើម្បីជូនទៅដល់កងទ័ពដែរក៏ប៉ុន្តែពេលដែលខ្ញុំឆាតទៅកងទ័ពម្នាក់ដែលសម្រាប់ពេទ្យនៅពេទ្យធំកាលពីលើកមុនហ្នឹងកាលខ្ញុំទៅសួរសុខទុក្ខហ្នឹងខ្ញុំឆាតទៅគាត់តែគាត់បានតប្រហែលជាគាត់ជាប់ប្រយុទ្ធដល់អញ្ចឹងទៅខ្ញុំក៏អត់ប្រមូលវិញទៅខ្ញុំឆាតទៅសួរគាត់ថាតើបើសិនជាខ្ញុំប្រមូលថវិកាបានទិញម្ហូបអាហារទៅតើគាត់អាចចុះមកយកបានអត់ដល់គាត់អត់តអញ្ចឹងខ្ញុំក៏នៅស្ងៀមតែឥឡូវនេះគឺក្មួយចដូនមួយប្រកាសខ្ញុំហ្នឹងគឺគាត់បានទៅជួមុខនៅខាងម៉ាឡៃខេត្តបន្ទាយមានជ័យគឺនៅវិរៈ511កងពលតូចថ្មើរជើងលេខ51គាត់ទៅទេហើយគ្នាក្នុងមួយក្រុមហ្នឹងមាន50នាក់គាត់ថាស្បៀងអត់គ្រប់គ្រាន់គាត់ញ៉ាំអត់ឆ្អែតអញ្ចឹងណាហើយមូលហេតុគឺដោយសារខាងលើថ្នាក់លើហ្នឹងគាត់បញ្ជូនស្បៀងហ្នឹងមកអត់កើតដោយសារដ្រូនបោះសៀមហ្នឹងវាហោះរាល់ថ្ងៃមួយថ្ងៃហោះ4-10 ដងដល់អញ្ចឹងយើងអត់ហ៊ានចេញចូលជួបគ្នាទេអញ្ចឹងអត់បានយកស្បៀងហើយបើសិនជាខ្ញុំរៃអង្គាសឬក៏ទិញម្ហូបអាហារបានខ្ញុំអាចយកទៅឲ្យផ្ទាល់បើសិនបានច្រើនយកទៅឲ្យផ្ទាល់ហើយបើបានតិចតួចខ្ញុំផ្ញើតាមវិរៈបុណ្យធម្មដោយសារមានក្មួយខ្ញុំម្នាក់ទៀតហ្នឹងក៏បានទិញផ្ញើក្មួយខ្ញុំដែរធ្វើទាហាននឹងហើយទិញបានម្ដងគឺទិញបានស្រោមជើង50គូសាច់ក្រក10គីឡូត្រីងៀត2គីឡូហើយនឹងសាច់ប៉ាតេ10ដុំគឺបានប៉ុណ្ណឹងហើយយើងដឹងហើយបងប្អូន50នាក់ហើយអីវ៉ាន់ប៉ុណ្ណឹងញ៉ាំទិញវាអស់បាត់ហើយអញ្ចឹងខ្ញុំក៏ចង់រៃអង្គាសបងប្អូនបើបងប្អូនមានលទ្ធភាពសូមជួយដល់ខ្ញុំដើម្បីផ្ញើទៅឲ្យពួកគាត់ផងយើងដឹងហើយថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយហើយបើអត់មានបាយហូបគ្រប់គ្រាន់ទេធ្វើសឹកក៏អត់មានកម្លាំងធ្វើដែរដូច្នេះហើយខ្ញុំសូមពឹងបងប្អូនបើបងប្អូនមានលទ្ធភាពជួយជាថវិកាឬក៏ជាម្ហូបអាហារអាចយកមកដាក់ផ្ទះខ្ញុំបានហើយពេលដែលបានលុយគឺអីវ៉ាន់ដែលខ្ញុំត្រូវទិញមានដូចជាគឺម៉ាស់សំខាន់គេម៉ាស់ពួកគាត់ដែលទៅមុនគឺមានម៉ាស់គ្រប់គ្នាហើយប៉ុន្តែក្មួយខ្ញុំនេះទៅក្រោយអញ្ចឹងអត់មានម៉ាស់ទេ50នាក់ហ្នឹងអត់មានម៉ាស់ទាំងអស់គ្នាអញ្ចឹងអ្វីដែលសំខាន់គឺម៉ាស់អញ្ចឹងបើបងប្អូនជួយបរិច្ចាគខ្ញុំនឹងទិញបានម៉ាស់ជូនពួកគាត់ដើម្បីពាក់ការពារផ្សែងពុលបើមិនដូច្នេះទេពេលសៀមវាបាញ់មកគឺយើងពិបាកទប់ទល់ដែរដោយសារយើងអត់មានម៉ាស់ពាក់ហើយក្រៅពីម៉ាស់យើងអាចទិញស្រោមជើងថែមទៀតក៏បានបងប្អូនយកស្រោមជើងយកមកដាក់នៅផ្ទះខ្ញុំក៏បានស្រោមជើងហ្នឹងយកអាស្រោមជើងវែងណាដោយសារឥឡូវហ្នឹងមានសត្វទាកច្រើនអញ្ចឹងហើយត្រូវការពាក់ស្រោមជើងវែងដើម្បីការពារកុំឲ្យសត្វទាកនឹងវាខាំមួយទៀតយើងទិញជាអាហារក្រៀមខ្ញុំចង់ទិញត្រីងៀតហើយរកអំបុកយើងដាក់លាយជាមួយសាច់ផាត់សាច់ជ្រូកផាត់ត្រីផាត់ចឹងទៅហើយគ្រាប់ជីហើយកាល់ស្យូមហើយពងមាន់និងទឹកដោះគោដោយសារអាហារទាំងអស់ហ្នឹងវាមានប្រូតេអ៊ីនខ្ពស់ជួយធម្មពលជួយកម្លាំងហើយខ្ញុំអត់ទិញមីទេទោះបីអ្នកយកមីមកក៏ខ្ញុំអត់យកដែរបើបងប្អូនយកអីវ៉ាន់មកសូមយកមកផ្ទះខ្ញុំនៅភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញខ្ញុំសូមបញ្ជាក់ថាបើមូលនិធិប្រមូលបានច្រើនគឺខ្ញុំចែកទៅ3កន្លែងទី1គឺម៉ាឡៃខេត្តព្រះវិហារទី2តំបន់មុំ3ដោយសារខ្ញុំក៏មានស្គាល់ទាហាននៅតំបន់មុំ3ដែរហើយមួយទៀតទៅជន់ភាសឹកដោយថាអីវ៉ាន់ណាត្រូវជូនទៅខាងទាហានហើយអីវ៉ាន់ណាត្រូវជូនទៅខាងជន់ភាសឹកនេះបើបងប្អូនមានលទ្ធភាពអាចជួយតាម QR code ខាងក្រោមឬក៏គ្រាន់តែ share វីដេអូឲ្យបានដល់សប្បុរសជនឲ្យបានឃើញក៏បានជាចុងក្រោយសូមជូនពរដល់វីរៈកងទ័ពយើងឲ្យទទួលបានជោគជ័យគ្រប់សមរភូមិនិងជូនពរដល់សប្បុរសជនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសុខភាពល្អរកទទួលទានមានបានគ្រប់ពេលវេលាអរគុណច្រើន